សូមជូនរឿងប្រវត្តិស្រុកដងតុងស្រុកដងតុងគឺជាស្រុកមួយដែលស្ថិតនៅក្នុងខេត្តកំពតស្រុកនេះគឺជាស្រុកមួយក្នុងចំណោមស្រុកទាំង8នៃខេត្តកំពតបើយើងធ្វើដំណើរទៅស្រុកដងតុងយើងធ្វើដំណើរតាមផ្លូវជាតិលេខ3ដល់ស្រុកឈូកបត់ទៅទិសខាងត្បូងខាងលិចវិទ្យាល័យឈូកប្រហែល20 គីឡូម៉ែត្រយើងនឹងដល់ស្រុកដងតុងហើយធ្វើដំណើរពីស្រុកកំពង់ត្រាចមកស្រុកដងតុងក៏បានដែរស្រុកដងតុងមានផ្លូវបំបែកជា4គឺទៅទិសខាងកើតទៅឈុំតូតុងត្រពាំងត្រាញ់ទិសខាងលិចទៅវត្តក្រាំងលាវខាងត្បូងទៅស្រុកកំពង់ត្រាចនិងខាងជើងទៅស្រុកឈូកស្រុកនេះមានវិទ្យាល័យជាច្រើនដូចជាវិទ្យាល័យអង្គរមាសវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនដងតុងជាដើមនិងមានបឋមសិក្សាជាច្រើនទៀតនិងមានផ្សារមួយឈ្មោះថាផ្សារដងតុងដែលមានប្រជាជនជាច្រើនស្រុកដងតុងគឺជាស្រុកមួយដែលស្ថិតនៅតំបន់ដាច់ស្រយាលពីទីរួមខេត្តកំពតស្រុកដងតុងមានព្រំប្រទល់ខាងលិចជាប់នឹងស្រុកឈូកខាងត្បូងជាប់នឹងស្រុកកំពង់ត្រាចខាងកើតជាប់ស្រុកបន្ទាយមាសនិងខាងជើងជាប់ស្រុកឈូករដ្ឋបាលស្រុកដងតុងស្រុកដងតុងជាដែនរដ្ឋបាលស្ថិតនៅក្នុងខេត្តកំពតដែលមានចំនួន10ឃុំនិង54ភូមិឃុំដំណាក់សុក្រំឃុំដងតុងឃុំខ្ជាយខាងជើងឃុំខ្ជាយខាងត្បូងឃុំមានរិទ្ធឃុំស្រែជាខាងជើងឃុំស្រែជាខាងត្បូងឃុំតូតុងឃុំអង្គរមាសនិងឃុំល្អាងរមណីយដ្ឋានស្រុកដងតុងមានភ្នំចំនួន15ប្រជាជនស្រុកដងតុងប្រជាជនភាគច្រើនប្រកបមុខរបរជាកសិករស្រូវសំខាន់ណាស់សម្រាប់ពួកគាត់ពីព្រោះស្រូវជាមុខរបរសំខាន់បំផុតគាត់ពឹងផ្អែកដំណាំស្រូវទាំងស្រុងប៉ុន្តែក្រៅពីដំណាំស្រូវពួកគេចូលចិត្តដាំដំណាំជាច្រើនទៀតដូចជាពោតសណ្តែកស្វាយចន្ទីដំឡូងនិងដំណាំរួមផ្សំជាច្រើនទៀតដើម្បីបំពេញតម្រូវការសម្រាប់គ្រួសារនិងដែលជួយសេដ្ឋកិច្ចគ្រួសារមួយចំណែកទៀតស្រុកនេះមានផ្ទៃក្រឡា 34,500 ហិកតាចំពោះដំណាំស្រូវវិញដោយសារអាកាសធាតុអំណោយផល26 អង្សាសេ
ភ្លៀងធ្លាក់ជាមធ្យម 2148 មីលីម៉ែត្រក្នុងមួយឆ្នាំ និងមានការយកចិត្តទុកដាក់រាជរដ្ឋាភិបាលកម្ពុជាផង ស្រុកដងតុងមានសមត្ថភាពអាចផលិតស្រូវបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងស្រុកបាន ស្រុកដងតុងសម្បូរស្រូវណាស់សម្រាប់ប្រជាកសិករនៅក្នុងស្រុក ប្រជាជនម្នាក់ៗធ្វើស្រែចម្ការ និងអ្នកខ្លះមានដីចម្ការនៅតាមជើងភ្នំភាគច្រើនដាំដំណាំជាច្រើនដូចជាពោត សណ្តែក ស្រូវ ស្វាយ សង្គមមានការអភិវឌ្ឍជាលំដាប់ នៅរដូវវស្សាមានស្រូវពេញវាលស្រែទាំងអស់គ្មានចន្លោះឡើយ ការអភិវឌ្ឍស្រុកដងតុង ចំពោះការអភិវឌ្ឍវិញ បើនិយាយពីផ្លូវថ្នល់វិញ មានផ្លូវខ្វាត់ខ្វែងពាសពេញទាំងស្រុក ចំណែកឯមន្ទីរពេទ្យមានច្រើនទាំងមណ្ឌលសុខភាព ងាយស្រួលឲ្យប្រជាជនទៅពិគ្រោះសុខភាព ឯសាលារៀនមានច្រើន ងាយស្រួលឲ្យសិស្សសាលាសិក្សា មានប្រព័ន្ធធារាសាស្ត្រដូចជា ផ្លូវទឹក អណ្ដូង អណ្ដូងលូ និងមានអ្វីជាច្រើនទៀត សម្រាប់ឲ្យប្រជាកសិករងាយស្រួលក្នុងការប្រើប្រាស់ទឹក ចំពោះផ្នែកសន្តិសុខវិញ មានសណ្ដាប់ធ្នាប់ល្អ គ្មានអំពើលួចឆក់ប្លន់ដែលប៉ះពាល់ដល់ការប្រកបមុខរបររបស់ប្រជាជនឡើយ ម្យ៉ាងទៀតរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទុក្ខវេទនារបស់ប្រជាជន ហេតុនេះហើយទើបប្រជាជនមានជីវភាពធូរធារឡើងគួរឲ្យកត់សម្គាល់ បាទរឿងប្រវត្តិរបស់ស្រុកដងតុងនៃខេត្តកំពត សូមបញ្ចប់ត្រឹមតែប៉ុណ្ណេះ បើសិនជាបងប្អូនពេញចិត្តគាំទ្រនៅការអត្ថាធិប្បាយរបស់ខ្ញុំ សូមកុំភ្លេចជួយ Subscribe Channel YouTube ម្នាក់មួយផង ដើម្បីខ្ញុំបានយករឿងផ្សេងៗនិងប្រវត្តិនៅក្នុងប្រទេសកម្ពុជាយើង យកមកអត្ថាធិប្បាយជូនបងប្អូនស្ដាប់កំសាន្តជារៀងរាល់ថ្ងៃផងដែរ នៅពេលនេះសូមអរគុណ សូមជម្រាបលាជួបគ្នានៅការស្ដាប់កំសាន្តរបស់ខ្ញុំក្រោយៗជាបន្តទៀត